រត់គួនញ៉ាំជាមួយនឹងសាច់គោងៀតជ្រូកងៀតហើយនឹងត្រីកញ្ចុកចៀនជាតិសាច់ជាតិហ្មងថ្ងៃនេះបានតកូនស្រួយធ្វើជ្រក់តកូនញ៉ាំថ្ងៃមុនធ្វើម្ដងហើយតែបានថតនេះធ្វើជាលើកទី2ធម្មតាបងប្អូនគួរយល់ហើយម្ហូបដែលយើងធ្វើម្ដងហើយតែងតែធ្វើម្ដងទៀតគឺយើងនឹងទទួលបានអារម្មណ៍មិនដែរនៅពេលដែលយើងនឹងធ្វើម្ដងទៀតគឺមានន័យថាវាឆ្ងាញ់ចាឡើងតែរៀបរាប់ហ្នឹងហើយយើងបេះតកូនបេះអីលាងទឹកមកហើយតមកយើងប្រឡាក់អំបិលច្បល់វាអញ្ចឹងណាបងប្អូនហើយតកូននេះគឺជាតកូនស្រួយដែលដាំដុះនៅក្នុងម្ដុំដាំដែកយើងស្រុកសុនិគមយើងនឹងឯងបងប្អូនណាហើយនិយាយពីវាស្រួយមែនតើហ្មងហើយយើងដាក់អំបិលអីចឹងទៅឲ្យវាតុនវាអីចឹងណាចាហើយចាំយើងលាងទឹកចេញដោយឡែកវគ្គកន្លែងដែលលាងទឹកហ្នឹងខ្ញុំអត់បានថតលាងទឹកច្រើនដងទេហើយមែនតើទៅហ្នឹងត្រូវត្រាំវាទុកឲ្យយូរបន្តិចដែរណាបងប្អូនព្រោះអីឲ្យវាតុនបន្តិចហើយខ្ញុំមើលឃើញថាវាតុនប៉ុណ្ណឹងខ្ញុំគិតថាវាអូខេខ្ញុំក៏លាងទឹកវាហ្នឹងហើយតាមពិតទៅវាអត់ទាន់សូវអូខេហ្មងនេះឲ្យវាទុកផ្អាប់វាឲ្យវារាំងតុនបន្តិចណាចាតុនចឹងទៅចាំយើងលាងទឹកវាហ្នឹងលាងឲ្យច្រើនដោយសារយើងដាក់អំបិលរាំងច្រើនដែរណាបងប្អូនហើយមុខម្ហូបហ្នឹងគឺយើងញ៉ាំជាមួយនឹងចាសាច់គោងៀតត្រីកញ្ចុះចៀនហើយសាច់ជ្រូកចៀនមាន់អាំងអីអញ្ចឹងអូយនិយាយទៅញ៉ាំតែទេនេះលេងក៏បានព្រោះយើងធ្វើវារាំងមិនសូវដិតទេហើយគ្រឿងផ្សំយើងមានស្លឹកគ្រៃថែមទៀតណាបងប្អូនមានខ្ញីដាក់ទៅធ្វើដូចជាលក់អញ្ចឹងបងប្អូនហើយមានខ្ទឹមក្រហមខ្ទឹមសហើយខ្ទឹមសអត់បានថតទេអញ្ចឹងសរុបមកតកួនខ្ទឹមក្រហមខ្ទឹមសស្លឹកគ្រៃខ្ញីចាគឺគ្រឿងគេដាក់ពេលយើងដាក់ចូលគ្នាទៅវាដូចមានអារម្មណ៍ថាវាឈ្ងុយលក្រីចាវាហើខ្ញីហើយឈ្ងុយខ្ទឹមក្រហមស្រួយអញ្ចឹងណាហើយតកួនវាស្រួយអញ្ចឹងទៅហើយមានជាតិជូរជាតិអីពីក្រូចឆ្មាមកគឺអែមហើយវិធីធ្វើមានអីបាក់បងប្អូននឹងបន្ទាប់ពីយើងលាងទឹកសម្រាប់វាស្អាតហើយយើងចាត់គ្រឿងឲ្យស្ដើងអញ្ចឹងមកយើងច្របាច់ក្រូចឆ្មាច្របាច់អីអញ្ចឹងមកយកទឹកវាហើយយើងចាប់ផ្ដើមលាយចាអាម្ទេសនេះគឺយើងកិនជាមួយខ្ទឹមសបន្តិចមកហើយយើងដាក់ទឹកក្រូចឆ្មាដាក់អីចូលហើយគឺយើងកូរច្បល់វាទៅហើយយើងកុំភ្លេចពីស្ករក្រហមស្ករត្នោតរបស់យើងហ្នឹងណាបងប្អូនចាស្ករត្នោតឈ្ងុយបងប្អូនអើយស្ករត្នោតដាក់ទៅចាមកល្មមយើងមើលរសជាតិថាប៉ុណ្ណាផ្អែមប្រៃជូរអញ្ចឹងស្តៀងលាយទឹកត្រីកោះកងដែរហ្នឹងបងប្អូនគ្រាន់ថាយើងលាយប៉ុណ្ណាមកល្មមយើងប្រឡាក់គ្រឿងយើងដាក់បន្លែដាក់គ្រឿងនឹងចូលហើយវារសជាតិមកមុំអាចទទួលយកបានកុំឲ្យវាដិតពេកព្រោះយើងញ៉ាំលេងអង្កើតតែបើបងប្អូនស្រឡាញ់ដិតស្រឡាញ់អីដាក់តាមហ្នឹងប៉ុន្តែបើយើងគិតពីសុខភាពកុំញ៉ាំដិតហ្នឹងហើយបងប្អូនតបមកយើងលាយគ្រឿងហើយយើងច្បល់បន្លែប្លុកដែលយើងបានលាងគ្រឿងដែលយើងបានហាន់ហ្នឹងដាក់ចូលមកបន្លែប្លុកមានបន្លែប្លុកអីច្រើនមានតកួននឹងឯងតែតកួនដែលយើងលាងច្រើនទឹកហើយណាមិនមែនប្រឡាក់អំបិលយកមកដាក់ឯណាបងប្អូនគឺលាងតកួនច្រើនទឹកចាបញ្ជាក់ហើយម្ដងទីតបមកគឺយើងដាក់ច្បល់វាចូលគ្នាចាច្បល់ចូលគ្នាជាមួយគ្រឿងរបស់យើងនឹងទៅហើយយើងក៏ចាប់ផ្ដើមភ្លក់មើលទៅថាវារសជាតិវាមិនដែរបងប្អូនញ៉ាំលេងក៏បានញ៉ាំមួយសាច់អាំងសាច់អីហ្នឹងក៏អូយត្រូវប៉ាន់ណាបងប្អូនហើយឈៀលចឹងទៅយើងរបៀបរីឡែកបងប្អូនពេលខ្លះយើងstressយើងធ្វើម្ហូបធ្វើអីចឹងទៅមួយយ៉ាងដែរតាបងប្អូនតាមពិតអត់ទេសំដែងទេនិយាយមែនអត់សូវបានធ្វើម្ហូបអីទេជួយគេតិចតួចតែថ្ងៃនេះមេចុងភៅធំនឹងគាត់គាត់រវល់ចឹងហើយក៏ធ្វើជាអដែងណែលីចុះឡើងច្រឡំខ្លួនឯងតែលាឬហើយហ្នឹងក៏ទៅសួរគេដែរថារសជាតិអូខេអត់ចឹងណាអូខេហើយក៏យកតាមហ្នឹងចាំមើលតាកើតហើយតារសជាតិវាមិនដែរចាំមើលយើងភ្លក់ទាំងអស់គ្នាមើលចាអាចល្ងាចឬក៏ស្អែកអីញ៉ាំក៏បានដែរធ្វើពីថ្ងៃចឹងល្ងាចអាចញ៉ាំបានមិនបាច់ទុកយូរក៏បានដែរអីទេជ្រក់តកួននេះព្រោះអីយើងលាយក្រូចឆ្មាលាយអីស្តៀងនឹងជ្រក់ត្រសក់ដែលយើងញ៉ាំបាយសាច់ជ្រូកព្រឹកចឹងណាចឹងវីដេអូធ្វើជ្រក់តកួនយើងមានតែប៉ុណ្្នឹងទេបងប្អូនជួបគ្នាក្នុងវីដេអូក្រោយទៀតអរគុណច្រើនបាយ